បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញតកតងជាមួយនឹងការ update list ATS ជាមួយនឹងម៉ាស៊ីនអញ្ចឹងទី1យើងចូលទៅកាន់ IMT នេះអញ្ចឹងយើងចូល ONM management មកហើយយើងយកពាក្យ list ATS select លើវាមកនេះខ្ញុំបានផ្ទាំងបែបនេះអញ្ចឹងចំពោះការ update list ATS យើងមានlist ATS ដែលមាននៅនឹងស្រាប់ហើយនឹងការ update ថ្មីអញ្ចឹងបើក្នុងករណីដែលយើងចង់កែ ATS នៅក្នុង file ដែលយើងមានស្រាប់បែបនេះយើង select នៅលើវាមួយហើយយើងកែកូដរបស់ ATS មកហើយយើង update serial update អីអញ្ចឹងទៅតកតងជាមួយនឹងកូដ ATS យើងមាន list កូដរបស់វានៅនេះវានៅចិត្តជាមួយនឹង list detail ហ្នឹងណាវាមាន list ATS អញ្ចឹងយើង select មកវាមានកូដតាមប្រភេទ ATS មួយយើងអាចមើលតាមហ្នឹងមកតាម size របស់យើងមានត្រូវតាមកូដមួយណាអញ្ចឹងយើងចូលទៅកាន់ update list របស់យើងវិញអញ្ចឹងឧទាហរណ៍ថាបើខ្ញុំចង់កែនេះកូដATS នៅ size ប្រទី012នេះអញ្ចឹង size ហ្នឹងខ្ញុំឧទាហរណ៍ថាវាមាន ATS deleted 3 file ហើយមានម៉ាស៊ីនបែបហ្នឹងអញ្ចឹងខ្ញុំចង់កែឧទាហរណ៍ថា size ហ្នឹងខ្ញុំមាន ATS ថ្មីតឡើងនៅ size ហ្នឹងអញ្ចឹងវាខុសពី ATS ចាស់អញ្ចឹងខ្ញុំកែកូដរបស់វាមកខ្ញុំទៅមើលកូដរបស់ ATS ថ្មីដែលខ្ញុំមានអញ្ចឹងខ្ញុំ copy paste មកនេះហើយយកមកដាក់មកបន្តមកចេញបានបែបនេះហើយបន្តមកទៀតយើង update serial របស់ ATS size ហ្នឹងមកហើយយើង update status វាល្អឬក៏ខូចអញ្ចឹងមកហើយយើង add comment មួយមកហើយយើងចុច scroll ចុះមកក្រោមមកវាមានកន្លែង update ចុច update មួយមកនេះឃើញអត់ list ATS មិញគឺ deleted តែឥឡូវខ្ញុំបដូរកូដវា serial ហើយបដូរកូដវាហើយវាចេញ ATS M1 3 file វិញហើយបើសិនជាករណីដែលយើងចង់ផ្លាស់ប្ដូរ size នេះមានការផ្លាស់ប្ដូរ serial ម៉ាស៊ីនអញ្ចឹងយើងឆែកមើល serial ម៉ាស៊ីនវាមកហើយ update serial នៅនេះធ្វើដូចចំពោះ ATS ដូចគ្នាយើងកែ serial ម៉ាស៊ីនហ្នឹងមកវានឹងអាចចំពោះប្រភេទម៉ាស៊ីនហើយនឹងការវារបស់ម៉ាស៊ីនគឺវា run auto ជាមួយនឹង generator list ហើយចំពោះ size ដែលយើងមាន ATS ថ្មីដែលយើងអត់ទាន់មានកូដនៅលើនេះយើងអាចតាក់ទងមកខាង ELE department បានដើម្បីឲ្យគាត់ជួយ add បន្ថែមតាក់ទងជាមួយនឹង serial code មួយហ្នឹងអញ្ចឹងបើសិនជាមានករណីដែលយើងត្រូវការ add ថ្មីអញ្ចឹង add ថ្មីយើងចុច new ATS នេះអញ្ចឹងយើងដាក់ brand របស់យើងមកអញ្ចឹងខ្ញុំឧទាហរណ៍ brand ប្រទីមានជ័យហើយខ្ញុំដាក់កូដ size អញ្ចឹងកូដ size ខ្ញុំដាក់ប្រទីអញ្ចឹងខ្ញុំឧទាហរណ៍ size ប្រទី02អញ្ចឹងកូដ ATS ខ្ញុំអត់ស្គាល់ទេអញ្ចឹងខ្ញុំមើលនៅលើនេះមកអញ្ចឹងខ្ញុំ copy វាទុកមួយខ្ញុំចុច update ម្ដងទៀតខ្ញុំដាក់មកទី02អញ្ចឹងកូដ ATS នេះអញ្ចឹងវាចាប់មកឲ្យប្រភេទ ATS ហ្នឹងហើយ serial ATS បើសិនជាមានក៏ដាក់មកតែបើអត់ទេក៏អត់អីដែរហើយចំពោះ serial ម៉ាស៊ីនក៏ដូចគ្នាតែបើសិនជាមានគឺវាល្អជាងគឺវាចាប់ចេញមកវាចេញមានប្រភេទម៉ាស៊ីនហើយមាននេះម៉ាស៊ីនហ្នឹងហើយអញ្ចឹងបន្ទាប់មកខ្ញុំ update ប៉ុណ្ណឹងមកខ្ញុំចុច save នេះអូខេអញ្ចឹងបន្ទាប់មកខ្ញុំ search កូដ size ដែលខ្ញុំបាន update មិញប្រទី002នេះចេញបានប៉ុណ្ណេះអញ្ចឹងបន្ទាប់មកបើចេញបានប៉ុណ្ណឹងហើយខ្ញុំចុច update status វាមកល្អហើយបើសិនជាមានករណីមាន remark មានអីយើង add មកនេះចុច add មកហើយយើង remark មកបោះ ATS ហ្នឹងមិនអីមិនចឹងទៅហើយបើមានម៉ាស៊ីនយើង add ម៉ាស៊ីនដែរមកនេះយើង add serial ម៉ាស៊ីនណាមួយមកហើយចំណុចកន្លែងនេះគឺចំណុចដែលយើង upload រូបភាពរបស់ ATS ហ្នឹងយើង select លើវាមកយក choose file នេះហើយយើងទៅកាន់ ATS ដែលយើងបាន save ទុកមកupload ចូលមកអូខេ
ហើយមានមួយទៀតតកតងជាមួយនឹងការអាប់ដេត list ATS ថ្មីបើសិនជាករណីដែលយើងមានកូដ file ច្រើនយើងអាច import file អញ្ចឹងបើក្នុងករណី import file យើង export file នៅក្នុងហ្នឹងមកហើយយើងលុប data ចាស់ចោលហើយយើងដាក់ data ថ្មីមកយើងដាក់កូដ size ហើយនឹង serial របស់វាមកនេះអញ្ចឹងនេះយើង export មកហើយយើងបើក file ហ្នឹងមួយមកនេះអញ្ចឹង file ដែលយើង export មកគឺមានប៉ុណ្ណេះអញ្ចឹងយើងដាក់មកយើងដាក់សាខារបស់យើងដាក់កូដ size ដាក់លេខកូដ ATS មកអាកន្លែងនេះយើងអត់ចាំបាច់ដាក់ទេព្រោះអាហ្នឹងវាចាប់អូតូដូចអានោះដែរហើយបន្ទាប់មកទៀតយើង select status វាដាក់ gold ឬក៏ broken ឬក៏ remove អញ្ចឹងទៅដូចនៅលើវាមានដូច status ស្រាប់នៅលើអា list detail របស់វាហ្នឹងណាហើយ serial machine គឺយើងដាក់ដូចគ្នាយើងយកពី generator list យកមកដាក់ដូចគ្នាមកបន្ទាប់ពីយើងហើយយើង save file ហ្នឹងហើយយើង import មកនេះនៅចំណុចកន្លែង import ណាបន្ទាប់មកយើងដាក់ file របស់យើងទៅនេះ file ដែលយើងត្រូវ import ចូលចុចលើវាទៅអូខេអញ្ចឹងតកតងជាមួយនឹងការ list update ATS ហើយនឹងជាមួយម៉ាស៊ីនខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះអរគុណច្រើន